បងប្អូននៅផ្ទះ stress ពេកចាស់បងប្អូនកុំសូវរើផ្ទះពេកចឹងឆ្លៀតពេលវេលាដើរលេងចុះខ្យល់អាកាសចឹងខ្លះទៅយើងមកមើលទឹកមើលអីចឹងណាហើយយើងដើររើខ្យងរើខ្ចៅចាប់ត្រីយើងអាំងហូបអីចឹងណានេះទៅបាត់ខ្ញុំយកមកស្រាប់ប៉ុន្តែអត់ទាន់ហៅត្រីបានទេហៅបានតែខ្យងនៅក្នុងថងខ្យល់ស្រួលអីចឹងណាបងប្អូនបើយើងនៅក្រៅចឹងគឺអារម្មណ៍យើងស្រស់ស្រាយបែបធម្មជាតិចឹងទៅវាអត់សូវគិតអីច្រើនទេដល់ពេលដែលខ្ញុំមកហ្នឹងគឺខ្ញុំអត់ផ្លេចទេបងប្អូនជាមួយនឹងភេទជ្ជៈកម្ពុជាចឹងណាបងប្អូនយើងដាក់តិចនៅក្បែរខ្យល់អាកាសក្បែរទឹកត្រជាក់ចឹងទៀតគឺអែមតែម្ដងបងប្អូនអញ្ចឹងកម្ពុជាអាចធ្វើឲ្យបងប្អូនស្រស់ស្រាយជាមួយនឹងធម្មជាតិត្រជាក់បានអញ្ចឹងណាបន្ទាប់ពីយើងឃើញដាំកាផ្លោកចឹងយើងកុំភ្លេចជាមួយនឹងបកាកាផ្លោកផងបងប្អូនបេះវាយកមកហូបមួយទឹកគ្រឿងឆ្ងាញ់ណាចឹងនិយាយថាមកដើរលេងនេះគឺអត់ឲ្យខាតទេបងប្អូនរើសទាំងខ្ចៅរើសទាំងខ្យងហើយបេះទាំងផ្កាកាផ្លោកថែមទៀតចាអូកុំចូលមួយខ្ញុំ